មានបុរសម្នាក់ដែលបាននិយាយអំពីដងចុងដែលបានឡាបានប្រាប់ឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នជាងក៏បានឃើញមនុស្សមួយក្រុមដែលពុំប្រយុទ្ធជាមួយពួក Monster ដែលបានចេញពីដងចុងមួយនោះជាងក៏បានឃើញបុរសម្នាក់ដែលអាចប្រើប្រាស់ថាមពលភ្លើងបានបាញ់ដំបាល់ភ្លើងទៅកាន់ពួក Monster មនុស្សម្នាដែលបាននៅក្បែរនោះបានពួកគេនឹងបានចូលមកជិតដងចុងនេះផងដែរមនុស្សម្នាក់ក្នុងចំណោមពួកគេបានប្រមានមនុស្សទាំងនោះកុំឲ្យចូលមកជិតស្នាមព្រះទាំងនេះព្រោះវាអាចបណ្ដាលមានគ្រោះថ្នាក់ជាងក៏បានឃើញតួឯករបស់យើងដែលមានឈ្មោះថាចាអ៊ីយ៉ាហើយក៏បានប្រាប់យើងអំពីមូលហេតុដែលមានដងចុងនេះកើតឡើងគឺពិភពលោកនេះត្រូវបានជ្រៀតជាមួយនឹងពិភពលោកថ្មីមួយទៀត11ឆ្នាំមុននៅថ្ងៃធម្មតាមួយទន្ទឹមនឹងថ្ងៃដែលមានអារម្មណ៍ថាមិនដឹងចិត្តដួលរលំប្រហោងខ្មៅដ៏ធំមួយដែលបានលេចចេញឡើងការប្រែបែកបានលេបយកអ្វីៗភ្លាមហើយពួក Monster បានចាក់ចេញពីដងចុងដែលបានបើកដូចជាស្រមោចម៉ាញ់ព្រឹត្តិការណ៍ដែលធ្លាប់តែកើតមាននៅក្នុងប្រឡោមលោករវល់រវាយដែលមិនដែលកើតមាននៅចំពោះមុខមនុស្សមានមនុស្សជាច្រើនឬមិនអស់ដែលបានស្លាប់រងរបួសឬបាត់ខ្លួនអាវុធរបស់មនុស្សជាតិនិងផលិតផលអរិយធម៌វិទ្យាសាស្ត្ររបស់មនុស្សគឺគ្មានសមត្ថភាពប្រឆាំងនឹងវពុ Monster ឡើយម៉ាសាជាច្រើនបានលេចឡើងនៅចំពោះមុខវប្បធម៌អរូបីទាំងនេះបងអ៊ូវ៉ាសជាទូទៅដែលគេស្គាល់នៅក្នុងហ្គេមដែលគេហៅថា System ឬក៏ប្រព័ន្ធបានបង្ហាញខ្លួននៅចំពោះមុខមនុស្សជាច្រើនអ្នកដែលបានតាក់ទងជាមួយនឹងប្រព័ន្ធនេះនឹងចាប់ផ្ដើម awaken ថាមពលរបស់ពួកគេដែលធ្វើឲ្យកម្លាំងនិងអំណាចរបស់ពួកគេកើនឡើងដែលអាចមានសមត្ថភាពប្រយុទ្ធប្រឆាំងជាមួយពួក Monster នេះបានសម្គាល់ការប្រឆាំងរបស់អង្គការសុខភាពរបស់មនុស្សនិងការដាស់តឿនដំបូងផងដែរវាជាពេលដែលមនុស្សនៅពេលក្រោយបានស្គាល់ថាជា Hunter បានលេចចេញមកដោយកម្លាំងថ្មីនេះយ៉ាងឆាប់រហ័សពួកគេបានកសាងអរិយធម៌ដែលបានធ្លាក់ចុះរបស់ពួកគេឡើងវិញនិងបានសម្របខ្លួនយ៉ាងឆាប់រហ័សជាមួយនឹងពិភពលោកថ្មីមួយនេះអេយ៉ាបាននិយាយថា Monster ទាំងនេះបានមកពីគណៈការិយាល័យគ្រប់គ្រងនាវាដែលសូម្បីបំពេញការងាររបស់ពួកគេមិនបានត្រឹមត្រូវគាត់បានឃើញ Monster មួយនៅតាមដងផ្លូវដែលគាត់កំពុងដើរគាត់បានដកស្លឹកខ្ទឹមចេញពីថង់អីវ៉ាន់របស់គាត់ដើម្បីវាយប្រហារជាមួយ Monster មួយនោះបានគប់កំប៉ុងភេសជ្ជៈមកកាន់អេយ៉ាតួឯកប្រុសរបស់យើងបានទម្លាក់ថង់អីវ៉ាន់របស់គាត់ចោលនិងស្ទោរទៅវាយកំប៉ុងភេសជ្ជៈនោះចេញបន្ទាប់មកលោតទៅវាយប្រហារ Monster មួយនោះតែមួយការវាយប្រហារតែប៉ុណ្ណោះដែលបានធ្វើឲ្យ Monster មួយនោះស្លាប់បាត់ទៅគាត់បាននិយាយថាខ្ទឹមបារាំងបៃតងពិតជាមានតម្លៃថ្លៃនេះជាកាកសំណល់ហើយឥឡូវនេះតួឯកប្រុសរបស់យើងមានឈ្មោះថាចាអេយ៉ាជា Rank Hunter មានឈ្មោះនៅក្នុងបញ្ជី Hunter ថា J ត្រូវបានគេស្គាល់ថាបានស្លាប់កាលពី8ឆ្នាំមុនគាត់បានទាញទូរស័ព្ទរបស់គាត់ដើម្បីខលទៅអង្គការ Hunter ឲ្យមកប្រមូលសាកសព Monster ដែលគាត់ទើបតែបានសម្លាប់អំបញ្ញមិញនេះតួឯកប្រុសរបស់យើងក៏អត់ចង់ទាក់ទងក្នុងរឿងនេះទេអញ្ចឹងហើយគាត់បានប្រមូលវ៉ារបស់គាត់ចាក់ចេញពីទីនេះយ៉ាងលឿនដែលមិនចង់ឲ្យពួក Hunter មកដល់ទាន់ពេលដែលគាត់នៅទីនេះនោះទេថ្ងៃនៃការប្រឆាំងក្នុងចំណោមប្រទេសដែលរដ្ឋាភិបាលហើយការអនុវត្តច្បាប់មិនបានហៅមកនោះទេប្រទេសទី2បន្ទាប់ពីសហរដ្ឋអាមេរិកដែលបានសម្របខ្លួនដោយជោគជ័យទៅនឹងការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះគឺប្រទេសកូរ៉េខាងត្បូងវាអាចនិយាយបានថាអរគុណចំពោះ S-Class Awaken ដែលបានលេចខ្លួនឡើងភ្លាមHunter ម្នាក់នោះមានឈ្មោះថា J ដែលលោតចូលទៅក្នុងរោនិងគប់ងងឹតដែលមិនបង្ហាញអ្វីទាំងអស់ក្រៅពីឈ្មោះនិងភេទរបស់គេប្រធានក្រុមកូរ៉េនៃភាពបកបោដែលបានជួយមនុស្សរាប់មិនអស់ជាអតីត Number 1 នៃ Class របស់ Hunter នៃសាធារណរដ្ឋកូរ៉េ Hunter Class S ដំបូងរបស់កូរ៉េខាងត្បូង8ឆ្នាំមុនកើតគឺជា Hero ដែលបានបិទទ្វារសមុទ្រខាងលិច Class 1ជាមួយ Hunter 44រូបទៀតដែលត្រូវបានប្រកាសថាបានស្លាប់បាត់បង់ជីវិតទៅហើយតួឯកប្រុសរបស់យើងបាននិយាយថាតើគាត់គួរធ្វើឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងដោយដាក់ថ្នាំបកទៅកាន់វាឬអត់ប៉ុន្តែគាត់គឺគ្មានបំណងចង់ធ្វើជា Hunter ម្ដងទៀតទេ
admin សុំទោសផងគ្នាយើងបើមានកំហុសខុសឆ្គងអីនៅក្នុងវីដេអូរបស់ admin ព្រោះជាវីដេអូដំបូងដែល admin រៀនធ្វើទេអរគុណអ្នកទាំងអស់គ្នាដែលមើលវីដេអូ admin ពីដើមរហូតដល់ចប់